របៀបបង្កើតបារឆាតសម្រាប់បង្ហាញអំពីទំហំផ្ទៃដីនៃប្រភេទដីក្នុងប្រទេសកម្ពុជាអញ្ចឹងការបង្ហាញបារឆាតនេះគឺមានសារៈសំខាន់មែនទែនសម្រាប់បង្ហាញអំពីទំហំផ្ទៃដីនៃប្រភេទដីនីមួយៗនៅក្នុងតំបន់ដែលយើងត្រូវធ្វើកសិកម្មអញ្ចឹងប្រភេទដីនេះគឺវាមានសារៈសំខាន់សម្រាប់បងប្អូនដែលធ្វើអំពីកសិកម្មដឹងអំពីប្រភេទដីដែលយើងកំពុងតែធ្វើឬក៏កំពុងសិក្សាថាគួរធ្វើកសិកម្មប្រភេទណាឲ្យត្រូវជាមួយនឹងប្រភេទដីរបស់យើងដែលយើងកំពុងតែមានជំរាបសួរនិងសូមស្វាគមន៍ទៅដល់បងប្អូននិងសិស្សានុសិស្សទាំងអស់គ្នាមកកាន់ជាខ្មែរ Learning ថ្ងៃនេះដែរជួបខ្ញុំសារជាថ្មីទៀតហើយខ្ញុំឈ្មោះស៊ីណាតថ្ងៃនេះខ្ញុំលើកយក tip មួយតទៅនឹងសយណាសយថៃអញ្ចឹងថ្ងៃនេះតទៅនឹង tip សយថៃនេះទៀតគឺខ្ញុំលើកយកជាមួយនឹងការបង្កើតបារឆាតដែលបង្ហាញអំពីក្រឡាផ្ទៃដីឬក៏ទំហំដីដែលជាប្រភេទដីរបស់យើងនៅក្នុងកម្មវិធី GS Pro អញ្ចឹងការប្រើប្រាស់ប្រភេទដីនេះសម្រាប់បងប្អូនសិស្សានុសិស្សខាងកសិកម្មគឺត្រូវហើយថ្ងៃនេះខ្ញុំលើកយកការធ្វើតាក់ទងនឹងបារឆាតដែលបង្ហាញអំពីទំហំដីឬក៏យើងហៅថាផ្ទៃដីហ្នឹងទៅលើប្រភេទដីណាអញ្ចឹងនៅក្នុងតាក់ទងនឹងដីរបស់យើងគឺយើងតែងតែមានប្រភេទដីសម្រាប់ការងារដូចជាប្រភេទដីរបស់យើងមានប្រភេទដីដែលមានអាស៊ីតខ្ពស់ឬក៏ដីតំបន់ទទេសម្រាប់ប្រើប្រាស់ទៅលើការងារផ្សេងៗអញ្ចឹងដូចជាក្នុងលំហាត់នេះខ្ញុំមិន detail ទៅលើការប្រើប្រាស់ប្រភេទដីដែលមានប្រភេទដីទេប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយល់ថានៅក្នុងសយនេះគឺមានសារៈសំខាន់សម្រាប់ការងារខាងកសិកម្មទៅលើការដាំដុះអញ្ចឹងយើងត្រូវស្គាល់អំពីប្រភេទដីហើយនឹងដីដែលត្រូវប្រើប្រាស់បានយើងអាចធ្វើការងារទាំងអស់នោះទៅបានប៉ុន្តែនៅក្នុង tip នេះគឺខ្ញុំគ្រាន់តែចង់បង្ហាញទៅលើបារឆាតដែលបង្ហាញអំពីផ្ទៃដីដែលជាប្រភេទដីសម្រាប់ធ្វើកសិកម្មអីគេនោះទេអញ្ចឹងនៅក្នុងចំណុចនេះទៀតគឺខ្ញុំអាចធ្វើការឈរទៅកាន់សយថៃរបស់ខ្ញុំនឹងមកខ្ញុំ right click ខ្ញុំយកពាក្យcreate chart ខ្ញុំយក bar chart ចាបន្តមកទៀតខ្ញុំអាចចូលទៅកាន់ chart property នេះយើងហៅថា chart of soil ថៃហ្នឹងខ្ញុំជ្រើសរើសយក name ខ្មែរមកអញ្ចឹងយើងបានបង្ហាញនេះអញ្ចឹងនៅត្រង់កន្លែងនេះខ្ញុំយក sum ហើយខ្ញុំយក numeric ខ្ញុំអាចចុច select មកខ្ញុំយក area ជា kilometer carry មកឲ្យវាបង្ហាញអំពីផ្ទៃដីដែលមានទំហំប៉ុណ្ណាជាប្រភេទដីគេអញ្ចឹងទៅអញ្ចឹងនៅក្នុងកន្លែង flip ថៃនេះខ្ញុំអាចជ្រើសរើសយក name ខ្មែរដែរដូចគ្នាដើម្បីបង្ហាញនៅផ្នែកខាងនេះអញ្ចឹងនៅត្រង់កន្លែងផ្នែក category នេះយើងអាចជ្រើសរើសយក use ក៏បានដែរ use នេះគឺដីដែលយើងប្រើប្រាស់ជាដីកសិកម្មដីអីបើអានេះយើងយក use អានេះយើងយក use ដូចគ្នាណាដើម្បីបង្ហាញថាដីកសិកម្មដីប្រភេទកសិកម្មពេលឈ្ងួតដំណាំដើមឈើសម្រាប់ធ្វើអីនៅក្នុងតំបន់ណាមានប្រមាណទំហំប៉ុណ្ណាយើងអាចធ្វើបានអញ្ចឹងខ្ញុំចង់ឲ្យបងយល់ថាតើតើនឹងកន្លែង use និងកន្លែង name នេះណានៅក្នុងសយថៃរបស់យើងត្រូវតែមានព័ត៌មានទាំងអស់នេះ name នេះគឺជាឈ្មោះប្រភេទថៃឈ្មោះប្រភេទដីដែលដីប្រភេទអីuse នេះគឺប្រភេទដីហ្នឹងត្រូវប្រើប្រាស់ជាមួយនឹងដំណាំអីគេណាដំណាំអីគេមានន័យថាខ្ញុំឧទាហរណ៍ថាដីដែលមានអាស៊ីតខ្ពស់ pH ទាបថ្មច្រើន pH ទាបអញ្ចឹងប្រភេទប្រើប្រាស់គឺសម្រាប់អីគេសម្រាប់ព្រៃណាឬក៏ដើមឈើហើយតែដីតំបន់ទន្លេសម្រាប់កសិកម្មតិចឬក៏ដីមានជាតិអាលុយមីញ៉ូមខ្ពស់ដែលយើងហៅថាអាស៊ីតខ្លាំងហ្នឹងគឺត្រូវការកែលម្អជាថ្មីណាអញ្ចឹងវាមានប្រភេទជាច្រើនមានឈ្មោះមានcondition មាន use អីចឹងទៅណា
សម្រាប់ឲ្យយើងបង្ហាញជាដីក្រហមដីលឿងនេះសម្រាប់ធ្វើអីសម្រាប់ដាំដើមឈើឬក៏កសិកម្មស្ងួតឬក៏សម្រាប់ដំណាំស្រូវអីផ្សេងៗអញ្ចឹងអាហ្នឹងដែលយើងហៅថាប្រភេទដីគឺ soil ថៃអញ្ចឹងខ្ញុំបង្ហាញនេះគឺខ្ញុំបង្ហាញអំពីបាឆាតដែលបង្ហាញអំពីការងារទាំងអស់ហ្នឹងណាអញ្ចឹងនៅក្នុងចំណុចនេះខ្ញុំចង់បង្ហាញទៅលើជាប្រភេទ juice ក៏បានជាប្រភេទណាមឈ្មោះប្រភេទដីក៏បានណាដីក្រហមដីអីប៉ុន្តែជាទូទៅយើងតែងតែចង់ដឹងអំពីដីហ្នឹងគឺជាប្រភេទប្រើប្រាស់ហើយ use អញ្ចឹងខ្ញុំយក use មកនេះយើងយក use ដូចគ្នាសាំបន្តមកទៀតត្រង់កន្លែងនេះខ្ញុំអាចជ្រើសរើសយកទំហំជាអីគេជា area គីឡូម៉ែត្រការ៉េអញ្ចឹងមកហើយខ្ញុំចូលទៅកាន់serial ហើយខ្ញុំជ្រើសរើសយកកន្លែងនេះមកដើម្បីបង្ហាញបែបនេះតបមកទៀតខ្ញុំចូលទៅកាន់ sum of area ខ្ញុំចូលទៅកាន់ format ហើយខ្ញុំដូរ font វាបន្តិចនៅក្នុង chart title ខ្ញុំដូរ font វាបន្តិចមកខ្មែរ OS ដបងអញ្ចឹងទៅអូខេបន្តមកទៀតនៅត្រង់កន្លែង sum of area នេះយើងអាចដាក់ថាទំហំផ្ទៃដីសរុបគិតជាគីឡូម៉ែត្រការ៉េយើងអាចសរសេរបានណានេះឈ្មោះវាគឺផ្នែកយើងចង់ដឹងថា layer នេះឈ្មោះអីយើងអាចចូលមកមើលនៅក្នុងផ្នែក serial នេះផ្នែក alias guide format general នេះនៅក្នុងកន្លែងនេះអញ្ចឹងយើងមើលឈ្មោះវាកន្លែង general នេះ sum of area គីឡូម៉ែត្រការ៉េនេះជា x axis title y axis title អញ្ចឹងនៅក្នុង format នៅក្នុងកន្លែងនេះយើងអាចដូរ y axis title នេះយើងអាចដូរ font វាឥឡូវទៅហៅថាខ្ញុំដាក់ថា font នេះខ្ញុំដាក់ពណ៌វារាងក្រហមបន្តិចទៅអូខេវាចេញក្រហមតបមកខ្ញុំចូលទៅកាន់ general ខ្ញុំដូរឈ្មោះវាខ្ញុំដាក់ថា Corolla ផ្ទៃសរុបគិតជាគីឡូម៉ែត្រការ៉េ Corolla ផ្ទៃសរុបគិតជាគីឡូម៉ែត្រការ៉េអូខេអញ្ចឹងចាអូខេហើយនៅក្នុង format ហ្នឹងដដែល font ខ្ញុំអាចដូរខ្ញុំអាចយកខ្មែរ OS មូលឡាយឧទាហរណ៍អញ្ចឹងទៅឬក៏មូលឡាយអត់ស្អាតយើងអាច OS បាត់ដបង font យើងយក8ទៅអូខេឬក៏9ទៅតមកផ្នែកខាងលើណាផ្នែកខាងលើយើងអាចចូលទៅកាន់ general យើងអាចទៅ save បានណា sum of area kilometer use អញ្ចឹងកន្លែងនេះយើងដាក់ថាប្រភេទដីប្រើប្រាស់យើងដាក់ថាក្រាបឬក៏យើងដាក់ប្រភេទដីប្រើប្រាស់ក្នុងប្រទេសកម្ពុជាអូខេប្រភេទដីប្រើប្រាស់ក្នុងប្រទេសកម្ពុជាអញ្ចឹងទៅយើងអាចដូរដាក់ពណ៌ខៀវយើងអាចចូល format អានេះគឺ title អញ្ចឹងយើងយកមក legend text legend title នេះខ្ញុំដាក់ពណ៌ខៀវចឹងអានេះយើងអាចថាដូរវាទៅទាំងអស់ក៏បានដែរយើងអាចចូលទៅកាន់ alt text ហ្នឹងហ្មងយើងដូរវាទាំងអស់ហ្មងកុំឲ្យពិបាកដូរម្ដងមួយណាខ្មែរបាត់ដបងម្ដងគឺវាទៅទាំងអស់ហ្មង font ដាក់10គឺ10អញ្ចឹងវាទៅទាំងអស់មកពិបាកស្មុគស្មាញណាអូខេអញ្ចឹងទៅអានេះយើងអាចដូរchart title legend ពណ៌ legend យើងអាចដាក់ទៅពណ៌អីយើងអាស្រ័យលើយើងណាខៀវអីចឹងទៅchart title legend title នេះខ្ញុំអាចមើល general វាគឺ chart title ណា chart title គឺនៅខាងលើអញ្ចឹងយើងដាក់ពណ៌ខៀវឬក៏ក្រហមទៅអូខេបើយើងគិតថាយើងប៉ុណ្ណឹងស្អាតហើយយើងអាចដាក់ background ដាក់អីវាទៀតនៅក្នុងកន្លែង format កន្លែងនេះមាន background មានអីយើងដាក់មកពណ៌មានប្រភេទមានអីយើងអាចយកតាមហ្នឹងមកណាឧទាហរណ៍អញ្ចឹងណាបើយើងអត់ចង់បានទេយើងយក no color ទៅតោះ
ឬក៏យើងយកពណ៌ background ពណ៌សអីចឹងទៅណាតើឥឡូវខ្ញុំយកប៉ុណ្ណឹងចុះខ្ញុំ verify បន្ថែមទៀតហើយខ្ញុំធ្វើការចុចបិទវាមកតមកខ្ញុំចូលទៅកាន់ insert chat title នេះប្រភេទរបស់ខ្ញុំអាចបង្កើតវាមកគូសវាមកឧទាហរណ៍អូខេលាឲ្យខ្ញុំអាចសេរីវាស្អាតតិចទៅយើងបានអំពីអីគេពណ៌ color ដីក្រហមដីកសិកម្មដីអីផ្សេងទៀតអញ្ចឹងបើសិនជាយើងគិតថានៅត្រង់ផ្នែកកន្លែងនេះយើងចង់ឲ្យវាដូចគ្នាកសិកម្មចង់អាពណ៌នេះវាដូចជាមួយនឹងcolor យើងនៅខាងក្នុងនេះយើងត្រូវធ្វើម៉េចពីព្រោះបើយើងធ្វើអញ្ចឹង color យើងចេះយើងមើលទៅពេលដែលយើងកំណត់ទៅលើអីគេពណ៌នៅផ្នែកខាងក្នុងនេះវាខុសជាមួយនឹងផ្ទាល់ដែលមាននៅខាងក្នុងនេះដូចជាក់ស្ដែងដូចកន្លែងនេះអញ្ចឹងដីថ្នោតលិចទឹកតិចអញ្ចឹងមានពណ៌ក្រហមនេះក្រហមនេះវាទៅជាវាស្រែវិញវាបច្រាស់គ្នាអញ្ចឹងវាបច្រាស់គ្នាវិញអញ្ចឹងនៅក្នុងកន្លែងនេះនៅក្នុងកន្លែងឆាតមិញនេះណាយើងត្រូវចំណាំវាផងណាយើងត្រូវបដូរបញ្ចូលពណ៌វាបញ្ចូលពណ៌បែបម៉េចនៅក្នុងកន្លែង serial នេះឧទាហរណ៍ដីនៅខាងលើកសិកម្មតូចណាកសិកម្មតូចនេះយើងមើលកន្លែងនេះតិចមកកសិកម្មតូចអញ្ចឹងមានន័យថាសម្រាប់ការងារកសិកម្មតូចហ្នឹងណាដោយសារនៅក្នុង legend របស់យើងសូ symbology យើងអាចបដូរពី KA យក use វិញណាអានេះបានវាឃើញទៅដូចគ្នាណាកសិកម្មតូចនេះកសិកម្មតូចដីកសិកម្មស្ងួតឃើញទេអានេះវាបាន random ឲ្យយើងឯងដើមឈើឃើញទេដំណាំព្រៃតិចឃើញវា load មកឲ្យយើងអញ្ចឹងនៅក្នុងចំណុចនេះយើងអាច verify វាបានណាដីស្រែដីអីគឺត្រូវហើយអញ្ចឹងយើងអាចធ្វើវារួចហើយអញ្ចឹងយើងមើលមកកន្លែងនេះវិញគឺវាត្រូវឲ្យយើង 100% ហើយវាលែងខុសជាមួយនឹងអាពណ៌ color របស់យើងទៀតណាពីព្រោះយើងបានធ្វើការ symbology ទៅលើ use ហ្នឹងយើងមើលទៅលើ legend ពណ៌របស់វាពណ៌ផ្ទៃដែលបង្ហាញអំពីផែនទីនិងពណ៌ផ្ទៃអំពីបង្ហាញអំពីបាឆាតគឺវាត្រូវគ្នាហើយហើយបានខ្ញុំសន្មតថាត្រូវគ្នាពីព្រោះយើងមើលទៅលើពណ៌នេះនិងអានេះហើយនឹងឆាតឥឡូវយើងមើលទៅគឺឆាតរបស់យើងមកនៅក្នុង serial នេះឃើញទេអានេះគឺនៅក្នុងឆាតរបស់យើងអានេះនៅក្នុងផែនទីយើងមើលមកដូចគ្នាកសិកម្មពេលស្ងួតឃើញអត់មានខុសគ្នាទេវាស្រែអញ្ចឹងមានន័យថាយើងបានធ្វើការងារទៅលើបាឆាតហ្នឹងត្រឹមត្រូវ 100% បើយើងអត់ធ្វើអញ្ចឹងទេយើងខុស color ហ្នឹងគឺពិបាកធ្វើវាឡើងវិញណាយ៉ាងបញ្ជាក់នៅចំណុចហ្នឹងអូខេអញ្ចឹងនៅក្នុងការធ្វើឆាតនេះវាមានច្រើនយើងអាចបង្ហាញអំពីអីគេសយថាយើងអាចបង្ហាញអំពីផៃឆាតអំពីភាគរយអំពីអីបានទៀតប៉ុន្តែនៅក្នុង concept នេះខ្ញុំលើកយកតែប៉ុណ្្នឹងឯងនៅក្នុងការបង្ហាញតាក់ទងនឹងបាឆាតដែលបង្ហាញអំពីទំហំដីឬក៏ផ្ទៃដីដែលជាប្រភេទដីដែលយើងប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាតំបន់ណាមានតំបន់ណាខ្លះខេត្តកោះកុងឃើញទេខេត្តកោះកុងសម្រាប់ព្រៃឈើព្រៃឬក៏ដើមឈើនេះព្រៃឬក៏ដើមឈើហើយភេទដីប្រើប្រាស់បើសិនយើងគិតថាដំណាំជាប្រភេទដំណាំអីគេអានេះខ្ញុំនិយាយពីដំណាំប្រភេទព្រៃប្រភេទដើមឈើប្រភេទអីផ្សេងទៅតាមuse ទៅតាមដីកសិកម្មព្រៃស្ងួតដាំដំណាំដើមឈើសម្រាប់ធ្វើអីអញ្ចឹងភាគច្រើនគឺកោះកុងហ្នឹងគឺវាជាប្រភេទដីដែលយើងគួរតែធ្វើកសិកម្មហើយដីដែលយើងគួរតែធ្វើព្រៃឈើហើយអញ្ចឹងចង់បញ្ជាក់បងកុំឲ្យបងមានការភ័ន្តច្រឡំអំពីសយថៃនិង land use land cover ខុសគ្នាណាគម្របដីឬក៏គេហៅថាការប្រើប្រាស់ដីហ្នឹងវាអត់ដូចសយថៃនេះគឺសម្រាប់កសិកម្មអញ្ចឹងមានន័យថាខ្ញុំលើកឧទាហរណ៍ថានៅក្នុងកោះកុងនេះគួរតែធ្វើប្រភេទអីគេព្រោះដីនៅកោះកុងភាគច្រើនគឺព្រៃឬក៏ដើមឈើហ្នឹងហើយដីនៅក្នុងតំបន់ទន្លេសាបសម្រាប់ធ្វើអីពណ៌អីគេយើងមើលជុំវិញពណ៌លឿងនេះឃើញទេពណ៌រៀងខៀវដីកសិកម្មស្រូវអីផ្សេងឃើញអត់នៅក្នុងជុំវិញនេះអញ្ចឹងយើងអាច
ជ្រើសរើសបានច្រើនណាស់នៅក្នុងsymbology នេះយើងអាចបង្ហាញបដូរពី use យើងអាចយកទៅកាន់អីគេយើងអាចបដូរពី use ទៅប្រើប្រាស់ស្អីផ្សេងទៀតបាននៅក្នុង chat របស់យើងក៏ដូចគ្នាយើងអាចដូចខ្ញុំបញ្យល់បងម្ដងហ្នឹងម្ដងមិញហ្នឹងគឺខ្ញុំចូលទៅបញ្យល់ម្ដងទៀតទៅយើងអាចប្រើជាឈ្មោះជាខ្មែរនេះក៏បានអានេះយើងយកជាខ្មែរដែរទៅអញ្ចឹងអានោះវាលោតទៅជាខ្មែរយើងហើយអញ្ចឹងនៅក្នុងសយថៃរបស់យើង layer របស់យើង symbology យើងយកវាជាអីគេយកជាខ្មែរដែរទៅអញ្ចឹងវាបង្ហាញអំពីអីគេវាបង្ហាញអំពីវាផ្លាស់ប្ដូរទៅជាអីគេវិញវាផ្លាស់ប្ដូរទៅជាដីប្រភេទដីវិញអានេះគឺសយថៃមិញយើងនិយាយបង្ហាញអំពីដីហ្នឹងត្រូវប្រើប្រាស់ជាមួយប្រភេទអីឥឡូវយើងនិយាយអំពីសយថៃយើងនិយាយអំពីប្រភេទដីនៅក្នុងពណ៌រាងខ្ពស់នេះគឺដីគេដីមានអាស៊ីតខ្ពស់ដីមានអាស៊ីតខ្ពស់ភាគច្រើនវានៅក្នុងខេត្តអីគេខ្ញុំបាត់អានេះចោលដីដែលមានអាស៊ីតខ្ពស់គឺវានៅក្នុងខេត្តកោះកុងពោធិ៍សាត់កពតហើយចំណែកឯដីដែលមានពណ៌បៃតងគឺដីដែលមានអាស៊ីតដែលមានស្រទាប់ដែករឹងនៅក្រោមនេះពណ៌នេះសម្រាប់កតកម្មអីគេយើងអាចមើលនៅក្នុង use មិញអញ្ចឹងខ្ញុំនិយាយទៅជុំវិញទន្លេសាបនេះពណ៌រាងទឹកក្រូចនេះសម្រាប់អីគេដីបឹងឃើញទេជុំវិញទន្លេសាបដីបឹងឃើញអត់អញ្ចឹងនេះហើយដែលខ្ញុំចង់បញ្យល់ថាការប្រើប្រាស់សយថៃវាមានសារៈសំខាន់បែបហ្នឹងសម្រាប់ការងារកសិកម្មមិនថាដីនឹងប្រភេទជាប្រភេទដីមានអាស៊ីតដីអីយើងដឹងទាំងអស់ហើយកសិកម្មសម្រាប់ធ្វើអីក៏យើងដឹងដែរដោយសារយើងបានបញ្ចូលព័ត៌មានរបស់វាគ្រប់គ្រាន់អំពីឈ្មោះប្រភេទដីអំពី use ប្រភេទដីហ្នឹងត្រូវប្រើប្រាស់ជាមួយអីទៀតអញ្ចឹងតិន្នន័យទាំងអស់នេះបើបងប្អូនចង់បានយើងអាចតាក់ទងមកខ្ញុំផ្ដល់ជូនហើយមេរៀនទាំងអស់នេះវាសិតជាមេរៀនសំខាន់ដែលមិនថាយើងបានតិន្នន័យពី drone ពីអីគឺយើងអាចធ្វើបានអញ្ចឹងនៅក្នុងវីដេអូនេះរឿងវែងបន្តិចហើយបើបងប្អូនគិតថាវីដេអូនេះមានសារៈសំខាន់កុំភ្លេចជួយ share និងជួយ subscribe ទៅលើ channel YouTube ឬក៏ជួយ follow ទៅលើ TikTok ឬក៏ share ទៅលើ TikTok ផងដើម្បីចែករំលែកចំណេះដឹងទៅឲ្យសិស្សសានុសិស្សផ្សេងទៀតដែលមិនទាន់បានដឹងឬក៏មិនទាន់បានចេះហើយថ្មីនេះយើងក៏មានវគ្គសិក្សាសម្រាប់ការងារភូមិសាស្ត្រដែរមិនថាវគ្គមូលដ្ឋានគ្រឹះទៅលើ GIS វគ្គគ្រប់គ្រងទិន្នន័យក្បាលដីវគ្គផលិតផែនទីវគ្គវិភាគទិន្នន័យវគ្គ drone data processing ហើយយើងបច្ចុប្បន្ននេះយើងកំពុងតែរៀបចំវគ្គ remote sensing ជិតចប់ហើយអញ្ចឹងយើងនឹងបើកឆាប់នៅក្នុងដំណើរការវគ្គ remote sensing មួយទៀតអូខេអញ្ចឹងជាចុងក្រោយម្ដងទៀតក៏សូមអរគុណទៅដល់បងប្អូនម្ដងទៀតដែលខំតាមដានវីដេអូនេះពីដើមរហូតដល់ចប់បាទសូមអរគុណ